បាទសួស្តីអ្នកទាំងអស់គ្នាដើម្បីឲ្យបានរូប poster ស្អាតដូចនៅក្នុង thumbnail អញ្ចឹងសូមតាមដានវីដេអូទាំងអស់គ្នាដូចតទៅបាទជាដំបូងអ្នកទាំងអស់គ្នាចូលមកកាន់ Canva ជាមុនសិនបាទបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា create ហើយអ្នកទាំងអស់គ្នាយក custom size បាទនេះដោយ custom size អ្នកទាំងអស់គ្នាយក4ជ្រុងឬយកទំហំមួយណាដែលអ្នកទាំងអស់គ្នាចង់បានបាទចំពោះposter មួយនេះគឺខ្ញុំយករូប4ជ្រុងអញ្ចឹងខ្ញុំយក18គុណនឹង18អូខេបន្ទាប់មក create new design បាទបន្ទាប់ពីយក create new design ហើយគឺវាចេញមកពណ៌សអញ្ចឹងអូខេអញ្ចឹងដើម្បីធ្វើបន្តទៀតអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ element បាទបន្ទាប់ពីចូលមកកាន់ element ហើយអ្នកទាំងអស់គ្នាចុចសូមនិយាយពាក្យថា splatter បាទនេះឯងបន្ទាប់ពីអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចរើសមួយណាក៏បានដែរឃើញទេអ្នកទាំងអស់គ្នាឃើញទេគឺវាមានច្រើនអញ្ចឹងអ្នកទាំងអស់គ្នាគឺយករូបមួយនេះខ្ញុំសូមយករូបមួយនេះអូខេអញ្ចឹងខ្ញុំពង្រីកវាឲ្យធំដើម្បីចង់បានទំហំប៉ុណ្ណាដែលអាចមើលរូបហ្នឹងទៅវាអាចបង្ហាញនៅក្នុងប្រឡោះរូបហ្នឹងតែម្ដងអូខេសូមធំតិចទៀតចុះបាទអញ្ចឹងខ្ញុំដាក់ប៉ុណ្នេះអូខេបន្ទាប់ពីខ្ញុំដាក់ប៉ុណ្្នឹងហើយអ្នកនរគ្នាចុចចេញមកក្រៅសិនបាទបន្ទាប់មកអ្នកនរគ្នាត្រូវយក element ម្ដងទៀតបាទបន្ទាប់មកអ្នកនរគ្នាកន្លែងហ្នឹងគឺយកcurve ម្ដងគឺ brush ម្ដងអូខេអញ្ចឹងខ្ញុំសូមនិយាយពាក្យថា curve brush អូខេបាទបន្ទាប់ពីវាយ curve brush អញ្ចឹងហើយនេះបាទគឺវាចេញមកហើយបាទគឺមានច្រើនមែនតើទំហំនៃ curve brush ហ្នឹងអ្នកនរគ្នាចង់ឲ្យច្បាស់គឺចុចលើ graphic នេះគឺវានឹងបានច្រើនតែម្ដងអ្នកនរគ្នាពេញចិត្តមួយណាគឺយកមួយហ្នឹងទៅបាទសម្រាប់ខ្ញុំគឺខ្ញុំយកមួយនេះបាទសម្រាប់រូបភាពដែលខ្ញុំបង្ហាញហ្នឹងគឺខ្ញុំយក2គឺមួយនេះនិងមួយនេះអូខេឥឡូវខ្ញុំយកមួយនេះសិនបាទបន្ទាប់ពីមួយហ្នឹងហើយអ្នកនរគ្នាទៅដូរពណ៌វាដាក់ពណ៌សវិញបាទនេះអូខេយើងសូមបង្វិលទំហំបន្តិចដាក់ឲ្យវាចេញនៅខាងក្រោមនឹងឯងបាទចេះអូខេខិតមកក្រោមបន្តិចប៉ុណ្ណេះចុះឲ្យវាឃើញរូបនៅខាងលើវាស្រៀងស្អាតបន្តិចអញ្ចឹងខ្ញុំបរួមវាទូចបន្តិចបាទអូខេអញ្ចឹងខ្ញុំយកតែប៉ុណ្្នេះទេអូខេបាទបន្ទាប់ពីចេញអញ្ចឹងហើយអ្នកទាំងអស់គ្នាដាក់តិចម្ដងអូខេគឺអូខេខ្ញុំយកមួយទៀតឲ្យហើយគូមួយទៀតឲ្យហើយនេះក៏ខ្ញុំដូរដែរដាក់ពណ៌អសដូចគ្នាបាទអញ្ចឹងខ្ញុំត្រឡប់វាបញ្ច្រាស់មកវិញដើម្បីដាក់អសខាងក្រោមបាទនេះគឺដាក់ចេះខ្ញុំដាក់អសខាងក្រោមគឺដោយសារខ្ញុំដាក់ពាក្យថា Cambodia នៅខាងក្រោមដូចនៅក្នុង poster អញ្ចឹងបាទដល់ពេលអញ្ចឹងហើយគឺដល់ពេលដាក់អក្សរម្ដងអូខេចំពោះអក្សរគឺខ្ញុំយកកន្លែងនេះគឺ add heading យកអក្សរធំបន្តិចបាទបន្ទាប់មកខ្ញុំនិយាយពាក្យថាអង្គរវត្តអូខេអង្គរវត្តហើយអ្នកនរគ្នាកន្លែងនេះគឺដូរឲ្យនេះមកគឺដាក់ font មួយនេះ Henderson បាទខ្ញុំយកសិចនេះអូខេបន្ទាប់ពីកន្លែងហ្នឹងហើយគឺដាក់ឲ្យធំតិចមករីកឲ្យធំតិចអូខេពីកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាចុចលើពាក្យថា effect ដើម្បីដាក់ឲ្យវារាងកោងបើរាងកោងយក effect style គឺយកនៅខាងក្រោមនេះ curve បាទអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលឃើញហើយណាបាទអញ្ចឹងកន្លែងនេះគឺខ្ញុំដូរទៅជាពណ៌ខ្មៅវិញអូខេបាទនេះគឺវាចេញលើនេះអូខេអញ្ចឹងដល់ពេលដែលខ្ញុំត្រូវដាក់កោងហ្នឹងគឺឲ្យវាស័ក្តិសមទៅនឹងរាងកោងរបស់វានឹងឯងបាទគឺប្រាសរបស់យើងនឹងឯងបាទអូខេឥឡូវខ្ញុំកោងបន្តិចបាទដូចជាប៉ុណ្នេះស្អាតហើយអូខេនៅកន្លែងនេះដាក់ចំប្លោះកដាលតែម្ដងបាទដាក់នឹងធំតិចទៀតបាទបន្ទាប់មកយើងអាចបង្រួមនៅកន្លែងនេះតិចទៀតហើយវាកោងមកមើលឲ្យស្អាតបន្តិចអូខេបាទបន្ទាប់ចេញចឹងហើយគឺមានន័យថាមើលទៅអាចសំតំណងហើយអូខេចុចមកតមកយើងវាយពាក្យមួយទៀតដាក់ថា Cambodia អូខេ
Cambodia តពី Cambodia ហើយអ្នកនរគ្នាដូរពណ៌ដាក់ពណ៌ខ្មៅបាទបន្ទាប់មកអ្នកនរគ្នាដូរ font អូខេខ្ញុំយកមកដាក់ខាងក្រោមនេះហើយសិនអ្នកគ្នាដូរ font យក font ដូចគ្នាបែបនេះទៅដើម្បីឲ្យវាមើលទៅឃើញស្អាតដល់ពីកន្លែងហ្នឹងហើយអ្នកនរគ្នាយក effect អ្នកគ្នាយក curve កន្លែងហ្នឹងគឺវារាងកោងចុះក្រោមប៉ុន្តែអាប្រាស់របស់យើងគឺវាកោងឡើងទៅលើអញ្ចឹងយើងដូរដាក់កន្លែងនេះត្រឡប់មកខាងនេះវិញបាទនេះឃើញទេអូខេទីទៀតបាទអញ្ចឹងវាចាប់ផ្ដើមចេញជាទម្រង់ហ្នឹងហើយអូខេខ្ញុំសូមដាក់ទូបន្តិចនេះអូខេខ្ញុំយកកោងតិចទៀតឲ្យវាបាទអូខេអូខេឥឡូវយើងរុញវាឡើងទៅលើបន្តិចទៅលើវាអ្នកនរគ្នាចុចអូខេឥឡូវនៅពេលនេះគឺបានហើយគឺដូចអ្វីដែលយើងបានបង្ហាញនឹងហើយបាទឥឡូវយើងចុច save មួយសិនដើម្បីយកជារូបនឹងតែម្ដងមកខ្ញុំចុចពាក្យថា download អូខេ PNG ក៏បានបាទបន្ទាប់ពី download រួចហើយអូខេយើងចាប់ផ្ដើមអស់ចូលមកក្រោមយើងបង្កើត page មួយទៀតឬក៏អ្នកទាំងអស់គ្នាលុបចោលបង្កើតថ្មីក៏បានអញ្ចឹងប៉ុន្តែខ្ញុំគឺបង្កើត page មួយទៀតដើម្បីខ្ញុំងាយស្រួលកែវានឹងសារដើមអូខេបើមានបញ្ហាមិនស្អាតអីអូខេឥឡូវយើងបានហើយតទៅពីបង្កើត page ហើយគឺអ្នកទាំងអស់គ្នាត្រូវ add នៅរូបភាពនឹងចូលមកទាំងអស់រូបភាពដែលយើងចង់រូបភាពដែលយើងដាក់ poster ហ្នឹងហើយនឹងរូបភាពមួយផ្សេងទៀតដែលបញ្ចូលគ្នាអូខេខ្ញុំយកមកពីរដាក់ទាំងពីរតែម្ដងបាទនេះគឺរូបអង្គរវត្តមួយនិងរូបនេះមួយដាក់បន្ទាប់ពីកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ app កន្លែងនេះអ្នកទាំងអស់គ្នាចុចសូមវាយពាក្យថា blend អូខេ blend image បាទនេះគឺចេញមកហើយបន្ទាប់ពីចុចកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នានេះរើសយកកន្លែងនេះគឺអក្សរ B នេះឯងបាទ blend image បន្ទាប់ពីចេញកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវមើល bottom layer ហើយនិង top layer អញ្ចឹង top layer យើងគឺមួយណា top layer ហ្នឹងគឺជារូបនេះរូប poster នេះឲ្យចេញនេះបាទចំពោះ bottom គឺនៅខាងក្រោមគឺខ្ញុំដាក់ប្រាសាទអង្គរនៅខាងក្រោមហើយដាក់អារូបនេះគឺនៅខាងលើអូខេអញ្ចឹងអ្វីដែលខ្ញុំត្រូវ select មុនគេគឺ select រូបអង្គរបន្ទាប់មកយក bottom layer អញ្ចឹងខ្ញុំជ្រើសរើសយកកន្លែងនេះ use select image បាទអូខេឥឡូវវាចេញមកហើយបន្ទាប់មកយើងមក select ខាងនេះម្ដងអូខេ select ខាងនៃកន្លែង poster ហ្នឹងបន្ទាប់មករើសយកនៅ top layer គឺឲ្យវានៅខាងលើបាទនេះឃើញទេគឺវាចេញរាងចេះប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាអាចជ្រើសរើសយកបានទម្រង់ច្រើនបែបជាច្រើនប៉ុន្តែអ្វីដែលអ្នកខ្ញុំដូចដែលបានបង្ហាញនៅក្នុងរូប poster នៅក្នុង thumbnail ហ្នឹងគឺខ្ញុំយកពាក្យថា screen បាទនេះគឺវាចេញចឹងឯងបាទឃើញទេបាទបន្ទាប់ពីចេញកន្លែងហ្នឹងហើយអ្នកនរគ្នាចុចលើពាក្យថា add to design អូខេឥឡូវចេញមកហើយអញ្ចឹងខ្ញុំនឹងពង្រីកឲ្យធំបាទធំហើយអ្នកនរគ្នាអូសឲ្យប៉ិនរបស់យើងតែម្ដងបាទនេះគឺជា poster រូបប្រាសាទអង្គរវត្តដែលខ្ញុំធ្វើអំបែមិញនឹងឯងឃើញទេប៉ុណ្ណឹងមិនដែរបាទគឺសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនៅវីដេអូមួយនេះហើយបើសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អីឬក៏មានបញ្ហាអីអ្នកទាំងអស់គ្នាអាចតាមដាននៅវីដេអូនឹងម្ដងទៀតដើម្បីធ្វើឲ្យបានរូបចឹងអ្នកទាំងអស់គ្នាក៏អាចដាក់រូបផ្សេងដាក់ប្រាស់ផ្សេងដាក់រូបអុចនេះផ្សេងបានដែរគឺតាមតែអ្នកទាំងអស់គ្នាចង់បានអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាក្នុងការតាមដានបាទសូមអរគុណសូមជម្រាបលា